ទេពធីតាមហាសង្ក្រាន្តឬទេពធីតាឆ្នាំថ្មីដែលជាបុត្រីកបិលមហាព្រហ្មមាន7អង្គនិងផ្លាស់វេនគ្នាទៅតាមថ្ងៃសង្ក្រាន្តដែលចូលមកដល់បើសង្ក្រាន្តចូលមកចំថ្ងៃអាទិត្យគឺជាវេនបុត្រីទី1កបិលមហាព្រហ្មព្រះនាមទុងសាទេវីអំពើផស្ត្រាពណ៌ក្រហមលំអព្រះការដោយសៀតផ្កាទទឹមអភរណៈត្បូងបតុមរាគភក្សាហាផ្លែឧត្តមពរព្រះហស្តស្ដាំទ្រង់កងចក្រព្រះហស្តឆ្វេងទ្រង់សាំងមានយានជំនិះជាសុបណ្ណរាជស្ដេចគ្រុឌប្រសិនបើសង្ក្រាន្តចូលមកចំថ្ងៃច័ន្ទគឺជាវេនបុត្រីទី2នៃកបិលមហាព្រហ្មព្រះនាមគោរាគៈទេវីអំពើផស្ត្រាពណ៌លឿងលំអព្រះការដោយសៀតផ្កាអង្គាបុសអភរណៈកែវមុខក្តារភក្សាហាតេឡាំងគឺប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់មានយានជំនិះជាភក្យៈគឺខ្លាធំប្រសិនបើសង្ក្រាន្តចូលមកចំថ្ងៃអង្គារគឺជាវេនបុត្រីទី3នៃកបិលមហាព្រហ្មព្រះនាមរាខៈសាទេវីអំពើផស្ត្រាពណ៌ខ្មៅលំអព្រះការដោយសៀតផ្កាបទុមគឺផ្កាឈូកអភរណៈកែវមូរាភក្សាហាលោហិតព្រះហស្តស្ដាំទ្រង់ត្រីសូរព្រះហស្តឆ្វេងទ្រង់ធ្នូមានយានជំនិះជាអសដរគឺសត្វសេះប្រសិនបើសង្ក្រាន្តចូលមកចំថ្ងៃពុធគឺជាវេនបុត្រីទី3កបិលមហាព្រហ្មព្រះនាមមណ្ឌាទេវីអំពើផស្ត្រាពណ៌អនលំអព្រះការដោយសៀតផ្កាចម្ប៉ាអភរណៈកែវពីទូភក្សាហាទឹកដោះសាពេព្រះហស្តស្ដាំទ្រង់មជុលព្រះហស្តឆ្វេងទ្រង់ឈើច្រត់មានយានជំនិះជាកត្រភៈគឺសត្វលីប្រសិនបើសង្ក្រាន្តចូលមកចំថ្ងៃប្រហ័សគឺជាវេនបុត្រីទី5នៃកបិលមហាព្រហ្មព្រះនាមកិរណីទេវីអំពើផស្ត្រាពណ៌បៃតងលំអព្រះការដោយសៀតផ្កាមន្ទាវបុសអភរណៈត្បូងមរកតភក្សាហាសណ្ដែកល្ងព្រះហស្តស្ដាំទ្រង់កង្វេព្រះហស្តឆ្វេងទ្រង់កំភ្លើងមានយានជំនិះជាគុជសាគឺដំរីប្រសិនបើសង្ក្រាន្តចូលចំថ្ងៃសុក្រគឺជាវេនបុត្រីទី6នៃកបិលមហាព្រហ្មព្រះនាមកិមីរាទេវីអំពើផស្ត្រាពណ៌សេតលំអព្រះការដោយសៀតផ្កាចង្កលន័យអភរណៈកែវបុស្រាគមភក្សាហាចេកណាំវ៉ាព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ពិនមានយានជំនិះជាមហិសារាជស្ដេចក្របីប្រសិនបើសង្ក្រាន្តចូលចំថ្ងៃសៅរ៍គឺជាវេនបុត្រីទី7នៃកបិលមហាព្រហ្មព្រះនាមមហោទរាទេវីអំពើផស្ត្រាពណ៌ខៀវលំអព្រះការដោយសៀតផ្កាត្រកៀតអភរណៈកែវនិលរតភក្សាហាសាច់ត្រាយព្រះហស្តស្ដាំទ្រង់កងចក្រព្រះហស្តឆ្វេងទ្រង់ត្រីសូរមានយានជំនិះជាមយូរាគឺសត្វកង្កោបលោកអ្នកនាងជាទីគោរពនិងជាទីមេត្រីបើតាមទំនៀមទេពធីតាដែលត្រូវដល់វេនយាងមកថែរក្សាលោកគឺមិនដែលគង់លើពីហណៈជាប្រក្រតីឡើយគឺសុទ្ធតែសម្ដែងអកប្បកិរិយាផ្សេងតាមពេលវេលានៃសង្ក្រាន្តដែលចូលមកដល់បានន័យថាបើសង្ក្រាន្តចូលមកចន្លោះពេលព្រឹកព្រហៀមរហូតដល់ថ្ងៃត្រង់ទេវតាដែលនឹងយាងចុះមកនោះគឺគង់ឈរលើខ្នងពីហណៈដោយមិនកាន់ខ្សែបង្ហៀឡើយប្រសិនបើសង្ក្រាន្តចូលមកចន្លោះពេលថ្ងៃត្រង់រហូតដល់ព្រលប់ទេវតាដែលនឹងយាងចុះមកនោះគឺគង់អង្គុយពាក់ឈៀងលើខ្នងពីហណៈបើសង្ក្រាន្តចូលមកចន្លោះពេលសូរិយាអស្តង្គតរហូតដល់ពាក់កណ្ដាលអាធ្រាត្រទេវតាដែលនឹងយាងចុះមកនោះគឺគង់ផ្ទុំបើកព្រះនេត្រលើខ្នងពីហណៈប្រសិនបើសង្ក្រាន្តចូលមកចំពេលវេលាពាក់កណ្ដាលអាធ្រាត្ររហូតដល់បៀតភ្លឺវិញទេវតាដែលនឹងយាងចុះមកនោះគឺគង់ផ្ទុំបិទព្រះនេត្រនឹងទ្រាលងលក់ដោយធម្មតា